គម្រោងមូលនិធិឃុំសង្កាត់ឃុំបឹងព្រាវស្រុកស្រែអំបិលទទួលបានផ្លូវចំនួន2ខ្សែបន្ថែមទៀតនៅដើមឆ្នាំ2025នេះកោះកុងប្រជាពលរដ្ឋក្នុងឃុំបឹងព្រាវស្រុកស្រែអំបិលបានអបអរសាទរបន្ទាប់ពីទទួលបានផ្លូវចំនួន2ខ្សែបន្ថែមទៀតនៅក្នុងដើមឆ្នាំ2025នេះដែលជាគម្រោងមូលនិធិឃុំសង្កាត់បានដាក់ឲ្យដេញថ្លៃផ្លូវចំនួន2ខ្សែប្រវែងសរុប 0.492 គីឡូម៉ែត្រនិងលូចំនួន6កន្លែងនៅក្នុងតម្លៃប៉ាន់ស្មាន373លាន 454,227 រៀលកាលពីវេលាម៉ោង 9:10 នាទីព្រឹកថ្ងៃទី21ខែឧសភាឆ្នាំ2025ការបើកដាក់ឲ្យដេញថ្លៃមូលនិធិឃុំសង្កាត់បឹងព្រាវដោយមានការចូលរួមពីគណៈកម្មការលទ្ធកម្មឃុំស្រុកនិងប្រជាពលរដ្ឋនិងមានក្រុមហ៊ុនទទួលមកការចំនួន8ក្រុមហ៊ុនបានដាក់សំណើដេញថ្លៃក្រុមហ៊ុនដែលចូលរួមដាក់សំណើដេញថ្លៃទី1លឹមពិសិដ្ឋឈ្មោះក្រុមហ៊ុនលឹមពិសិដ្ឋ Construction ឯកបានដាក់ដេញថ្លៃ330លានរៀលទី2ឆាន់សុភាឈ្មោះក្រុមហ៊ុនឆាន់សុភាតម្លៃ363លាន790,000 រៀលទី3វ៉ាន់ឆៃថៃវងឈ្មោះក្រុមហ៊ុនសហគ្រាសលួនមុំតម្លៃ324លាន600,000 រៀលទី4ឈ្មោះឈួនសាយបៀឈ្មោះក្រុមហ៊ុន VP Morakot 01តម្លៃ333លាន300,000 រៀលទី5យិនសុកឈ្មោះក្រុមហ៊ុនយិនសុក Construction ឯកតម្លៃ312លាន300,000 រៀលទី6សួនស៊ីលីសហគ្រាសមង្គលរតនៈលី18តម្លៃ316លាន500,000 រៀលទី7អ៊ុយកំហុងឈ្មោះក្រុមហ៊ុនអ៊ុយកំហុងតម្លៃ311លានរៀលនិងទី8កក់ផុងឈ្មោះក្រុមហ៊ុនកក់សុនសេនតម្លៃ323លានរៀលជាលទ្ធផលក្រុមហ៊ុនអ្នកម៉ៅការដែលទទួលបាននៅក្នុងការដេញថ្លៃឈ្មោះអ៊ុយកំហុងដេញថ្លៃក្នុងតម្លៃទឹកប្រាក់311លានរៀលគួរបញ្ជាក់ថាការដាក់ឲ្យដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលដែលបានដាក់ឲ្យដេញថ្លៃនៅក្នុងឃុំបឹងព្រាវនេះមានភាពរលូនត្រឹមត្រូវ